សិស្សបានមកហាត់ទេជុំគ្នានេះឥឡូវចង់សួរពីទឹកចិត្តរបស់កូនតិចនេះសៀវមីហ្នឹងមើលឈ្មោះពេញមកចាជំរាបសួរកូនសុខសប្បាយណាហើយឥឡូវលោកគ្រូចង់សួរពីអារម្មណ៍របស់កូនដែលចង់ចូលមកហាត់ជាមួយអ្នកគ្រូរបាំក្បាច់ខ្មែរហ្នឹងចាតើមានអារម្មណ៍យ៉ាងម៉េចបានចង់មកហាត់កូនចាប់ទៅស្រឡាញ់ខាងរបាំហ្នឹងតាំងពីនៅខ្មែរតាំងពីនៅទូអ្នកគ្រូប៉ុន្តែអត់ដែរមានឱកាសហាត់សោះដល់ពេលមកដល់អូស្ត្រាលីនេះមានអារម្មណ៍ថាឱកាសពិសេសដែលដូចឱកាសจากពីលើមេឃអញ្ចឹងណាអ្នកគ្រូយើងមកដល់ទឹកដីអូស្ត្រាលីដែលជាប្រទេសទី2ហើយមិនមែនជាប្រទេសខ្មែរហើយយើងមានឱកាសបានហាត់ដោយសារអីដោយសារតែអ្នកគ្រូចូលជើងនៅទីនេះហើយអ្នកគ្រូបានថ្នាក់បង្រៀននៅទីនេះអ្នកគ្រូបានឱកាសឲ្យខ្ញុំបានរៀនគឺខ្ញុំសប្បាយចិត្តមែនតើទោះជារវល់ណាស់តែតែរៀនមករៀនដែរចាអរគុណកូនរវល់មែនទេថ្ងៃរវល់អ្នកគ្រូធ្វើការប្រហែលថ្ងៃដែរមកទឹកធ្វើការ5ថ្ងៃមែនប៉ុន្តែសៅរ៍អាទិត្យក៏យើងត្រូវមានការងារផ្សេងសម្រាប់គ្រួសារសម្រាប់ពេលតខ្លួនអញ្ចឹងណាអ្នកគ្រូចឹងណាហើយនៅស្រុកនេះគឺស្រុករកបើសិនជាយើងមានពេលទំនេរយើងអាចធ្វើការធ្វើការងារផ្សេងដើម្បីរកចំណូលប្រចាំប៉ុន្តែខ្ញុំសុខចិត្តថាឆ្លៀតពេលរយៈពេលមួយថ្ងៃ2ម៉ោងឬ3ម៉ោងមកហាត់ជាមួយអ្នកគ្រូដោយសារអ្នកគ្រូផ្ដល់ឱកាសឲ្យយើងទៅចាប់យកចាអរគុណហ្នឹងហើយអ្នកគ្រូក៏សប្បាយចិត្តហើយក៏ពេញចិត្តនឹងមកបង្ហាត់កូនឲ្យតែមានចិត្តមានបេះដូងចង់ហើយខ្ញុំហើយអ្នកគ្រូក៏ទៅសើកូនដូចថារវល់ដឹងថារវល់ខ្លាំងណាចារវល់មែនតែនក៏ប៉ុន្តែឆ្លៀតហ្នឹងហើយអរគុណច្រើនណាស់ម៉ៃណាចាហើយខាងនេះគឺអានីតាចាអានីតាគឺថាចាជំរាបសួរកូនអានីតាគឺថាកូនខ្មែរដែលកើតនៅប្រទេសអូស្ត្រាលីតើទេចាឥឡូវនេះតើកូនមានអារម្មណ៍យ៉ាងម៉េចដែរចង់ឲ្យកូននិយាយជាភាសាអង់គ្លេសក៏បានដែរដើម្បីឲ្យកូនដែលរស់នៅអូស្ត្រាលីដែលគាត់អត់ចេះខ្មែរគាត់អាចស្ដាប់កូនបានណាតើកូនមានអារម្មណ៍យ៉ាងម៉េចដែលបានចង់មកហាត់របាំខ្មែរចា your feeling okay I was born in Australia and I'm learning Cambodian traditional dance and I enjoy it a lot. I can't speak Khmer but I can understand and I like with dancing with my friends and learning more about the culture and we dance once a week even though we're busy so I'm also doing uni and I'm also working. Always try to find and make the time to try my best and practice and yeah I'm very happy and I enjoy learning about Khmer culture. Okay thank you okay អរគុណច្រើនកូនណាហ្នឹងហើយអរគុណនៅទឹកចិត្តដែលកើតនៅនេះហើយដូចថានៅតែស្រឡាញ់វប្បធម៌ខ្មែរណាអានីតាស្ដាប់បានក៏ប៉ុន្តែគាត់ថាគ្នានិយាយមិនសូវបានច្រើនតែស្ដាប់បានទាំងអស់ដោយសារអានីតារៀនរាល់ថ្ងៃរៀនភាសាខ្មែរមែនទេចាអូ good girl ចាល្អមែនតើហ្នឹងហើយអញ្ចឹងដោយសារនេះទឹកខ្ញុំចង់ឲ្យនីតានិយាយភាសាអង់គ្លេសដើម្បីឲ្យកូនជនជាតិអូស្ត្រាលីដែលនៅនេះបានឮចូលមកហាត់តែអញ្ចឹងណាហ្នឹងហើយអូខេហើយពួកអីមិនមែនថាចាំតាកូនខ្មែរយើងសតទេអញ្ចឹងបងប្អូនបានឃើញវីដេអូនេះហើយអាចចុះឈ្មោះមករៀនណាជាមួយពួកយើងទាំងអស់គ្នាហើយបន្តទៅទៀតនេះគឺថាផាណាចាជំរាបសួរកូនសុខសប្បាយណាចាហើយចង់សួរថាមានអារម្មណ៍ថាម៉េចដែរមកដល់ទីនេះហើយគឺថារវល់ខ្លាំងតែនៅឆ្លៀតមកហាត់សិល្បៈរបាំជាមួយនឹងគ្រូទៀតតើមានអារម្មណ៍យ៉ាងម៉េចដែរសម្រាប់ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តនៅក្នុងពោះបើនៅកន្លែងនេះមានចិត្តទឹកដីរបស់យើងទេចាអញ្ចឹងយើងមានឱកាសអាចហាត់រៀនពីរបាំខ្មែររបស់យើងនៅទីនេះមានអារម្មណ៍ថាសប្បាយចិត្តហើយសម្រាប់ខ្ញុំគឺរវល់ការងារច្រើនប៉ុន្តែដោយសារតែចិត្តស្រឡាញ់ក៏ព្យាយាមឆ្លៀតពេលឆ្លៀតឱកាសមកហាត់រៀនបន្ថែមទៀតចឹងចាអរគុណច្រើនអរគុណនៅទឹកចិត្តហ្នឹងហើយបងប្អូនទាំងអស់គ្នាអរគុណណាអរគុណទាំងអស់គ្នាចាអរគុណច្រើនចាជូងចាធីង
chôn thìn chạ chôn chạ thìn 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 chôn thìn. Ok, ở trên phần là sẵn mà mấy nhông ấp thừa ấy nhưng thừa rồi ai đấy nè nhông thừa lên nào cha bé để được chặt chết lắm mà ta chắc thôi cái chạ chôn chạ thìn chôn thìn là to lắm thìn chạ chôn chạ tay còn chôn hơn thìn chôn thìn ao tích lực nào lường chạ chôn chạ thìn chôn thìn ao tích chạ chôn chạ thìn chôn thìn chạ chôn chạ thìn chôn thìn nha tới đô mất chạ đô chưa phương tiện chôn chạ chưa đi thìn chôn thìn chạ thằng này chôn chạ thìn chôn thìn học chị không chạ thìn của mình chôn chạ thìn chôn thìn